ចាក់ផលិតក៏មានរោងចក្រគុំនិងម្លាំងក៏មាននៅខេត្តពោធិ៍សាត់ហេតុនេះហើយដេប៉ូសៃឡុនក៏ត្រូវតែមានដូចគ្នាផងដែរជំរាបសួរបងប្អូនគ្នាឥឡូវនេះយើងកំពុងតែស្ថិតនៅខេត្តពោធិ៍សាត់ផ្ទាល់ហើយដោយបងប្អូនគ្នាបានដឹងចឹងខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលមានសក្តានុពលនៅលើវិស័យឧស្សាហកម្មយានយន្តជាក់ស្ដែងហ្មងក្រុមហ៊ុនផលិតរថយន្តក៏មានក្រុមហ៊ុនគុំនិងដំឡើងក៏មានដូចគ្នាផងដែរហេតុនេះហើយយើងនឹងមានកិច្ចសម្ភាសន៍ពិសេសមួយជាមួយនឹងដេប៉ូលក់សបកកង់សៃឡុនក៏ដូចជាប្រេងរំអិលលំដាប់ថ្នាក់ពិភពលោក Petronas អញ្ចឹងចង់ដឹងថាគាត់មានចំណាប់អារម្មណ៍បែបណាក៏ដូចជាប្រវត្តិរបស់គាត់ហ្នឹងមានអ្វីដែលពិសេសខ្លះនោះតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទជំរាបសួរបងស្រីហើយថ្ងៃនេះចង់ឆ្លៀតពេលដែលយើងបានមកជួបគ្នានៅខេត្តពោធិ៍សាត់ផ្ទាល់ចង់ឲ្យជួយណែនាំឈ្មោះក៏ដូចជាដេប៉ូនៅទីតាំងមួយណាដែរចាបងនាងខ្ញុំឈ្មោះសៀកលៀងបងតំណាងឲ្យដេប៉ូគ្រីពុតផូលីនបងនៅខេត្តពោធិ៍សាត់នៅខេត្តពោធិ៍សាត់ផ្ទាល់ហ្មងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដឹងតែមានអីដែលពិសេសដែលបានយើងបានមកជួបគ្នាបែបនេះហើយជាក់ស្ដែងហ្មងពេលមកដល់នេះឃើញមានគ្រឿងចក្រមានអីអញ្ចឹងចង់ដឹងដែរថាតើប្រវត្តិអាជីវកម្មដើមចោមដំបូងហ្មងមុននឹងមកធំដល់សប្តាហ៍ថ្ងៃនេះតើឆ្លងកាត់លក់អីខ្លះហើយរយៈពេលប្រហែលឆ្នាំចាបងជាដំបូងយើងលក់តែគ្រឿងចក្រអីគេបងរយៈពេល13ឆ្នាំហើយហើយបន្ទាប់មកបានយើងចេញជាលក់ជាប្រេង Petronas ស្ដែងហ្មងពេលដែលចូលមកដល់ឃើញសិតតែ Petronas ហ្មងចាបងបាទអញ្ចឹងពេលហ្នឹងគឺចាប់ដៃគូកាន់តែខ្លាំងហើយចាបងអញ្ចឹងបើគិតរហូតមកដល់ឥឡូវ13ឆ្នាំជាងនេះហើយបន្ថែមជាមួយនឹងការលក់ប្រេង Petronas នេះបានប្រហែលឆ្នាំហើយប្រេង Petronas ប្រហែលជា2ឆ្នាំជាង2ឆ្នាំជាងពេលដែលយើងចាប់ជាដៃគូហ្នឹងមិនដែរតើតោះនឹងអាជីវកម្មរបស់យើងពេលដែលយើងចាប់ដើមលក់ប្រេងហ្នឹងក៏មានអ្នកគ្រប់គ្រងប្រើប្រាស់ច្រើនដែរបាទប្រើទៅល្អបាទភាគច្រើនហ្មងអតិថិជនរបស់ខាងបងអូនស្រីហ្មងគាត់ជាអ្នកប្រើប្រាស់របៀបមិនដែរគាត់ប្រើប្រាស់ទៅលើគ្រឿងចក្រអីបងចាអញ្ចឹងយើងមានតាំងពីប្រេងពុយមានប្រេងពុយប្រេងធុងបងបាទយើងមានទាំងធុង18លីត្រ5លីត្រហើយ1លីត្រអូប្រេងតូក៏យើងមានដែរបងបាទហើយអតិថិជនយើងភាគច្រើនហ្មងនៅខេត្តពោធិ៍សាត់ច្រើនឬក៏មកពីតាមបណ្ដាខេត្តផ្សេងមានច្រើនយើងចាប់តែក្នុងខេត្តយើងហ្មងបងមួយវិញទៀតតាក់ទងទៅនឹងឥឡូវរហូតមកដល់ឥឡូវហ្នឹងយើងមានបន្ថែមសេវាកម្មអីគេខ្លះហើយចាមានបងឥឡូវហ្នឹងយើងក៏បានចាប់ដៃជាមួយខាងPetronasហ្នឹងយើងយកសបកកង់សៃឡុនមកលក់ដូចគ្នាបងសបកកង់សៃឡុនចាបងរហូតមកដល់ឥឡូវបានប្រហែលឆ្នាំហើយសៃឡុនយើងបាន1ឆ្នាំជាងហើយសន្ទុះនៃការគ្រប់គ្រងអីមិនដែរសន្ទុះនៃការគ្រប់គ្រងក៏ប្រើច្រើនដែរបងបាទមិនថាកង់តូចកង់ធំភ្ញៀវខ្លះគាត់មកដល់គាត់រកម៉ាក់សៃឡុនហ្នឹងហ្មងបងបាទព្រោះអីយើងដាក់ផ្លាកសម្រាប់យើងគឺដេប៉ូគ្រីពុតផូលីនសៃឡុនហ្មងចាបងដាក់ផ្លាកសៃឡុនអីអញ្ចឹងគេមករកដល់មករកសៃឡុនហើយប៉ុន្តែពេលហ្នឹងមានជួយជាជំរុញក្នុងនាមយើងជាដេប៉ូសៃឡុននេះយើងមានជួយមានយុទ្ធសាស្ត្រអីជំរុញឲ្យគាត់ប្រើកង់សៃឡុនយើងអត់ពេលខ្លះគាត់មកទៅយើងប្រាប់គាត់ថាសបកកង់ហ្នឹងប្រើទៅធន់តម្លៃសមរម្យអាចនឹងទទួលយកបានបងភាគច្រើនគាត់សាកដូរសិនគាត់សាកដូរ2គ្រាប់ហើយបន្ទាប់មកឃើញគាត់មកដូរថែម2គ្រាប់ទៀតគាត់ថាស្រួលរត់បាទចាបងខ្ញុំចាប់អារម្មណ៍ឃើញដោយសារតែសក្តានុពលនៃខេត្តពោធិ៍សាត់ផ្ទាល់បើមើលឃើញបងប្អូនស្រីដឹងហើយពីព្រោះដោយសារដូចយើងបានដឹងអញ្ចឹងសក្តានុពលនៅលើវិស័យយានយន្តហ្នឹងឃើញថាខ្លាំងទី1ឥឡូវនេះគឺមានរោងចក្រផលិតរថយន្ត Ford ហ្មងនៅខាងស្រុកក្រគរបាទខេត្តពោធិ៍សាត់ផ្ទាល់ហើយក៏មានផងដែរជាមួយនឹងរោងចក្រគុំតម្លើងផ្សេងទៀតផងដែរអញ្ចឹងឃើញថាខេត្តពោធិ៍សាត់ឥឡូវដូចត្រូវប៉ាន់ហើយចឹងហើយដល់ពេលត្រូវប៉ាន់ចឹងហើយឃើញបងស្រីចាប់យកដៃគូជាមួយនឹងសៃឡុនទៀតដូចជាវាត្រូវដោយសារទី1តម្លៃសមរម្យហើយទី2យើងបានចូលរួមគ្រប់គ្រងផលិតផលដែលផលិតនៅកម្ពុជាមានដឹងអីខ្លះពីសៃឡុននេះសៃឡុនក៏ចិត្តនាំចូលសបកកង់ធំមកដែរបងអូអញ្ចឹងខាងដៃគូគាត់បានប្រាប់មកហើយខាងក្រុមហ៊ុនបាទជាក់ស្ដែងហ្មងដូចបងប្អូនទាំងអស់គ្នាបានដឹងអញ្ចឹងសៃឡុនគឺជាផលិតផលដែលផលិតនៅកម្ពុជាប្រើជ័រកៅស៊ូខ្មែររបស់យើងហើយធៀបទៅសៃឡុនហ្នឹងគឺជាអ្នកនាំរោងចក្រដែលធំជាងគេនៅស្រុកខ្មែររបស់យើងមកហើយសម្រាប់ផ្នែកសបកកង់ព្រោះទុនវិនិយោគរបស់គេជាង 1000 លាននៅលើទំហំផ្ទៃដីប្រហែលជាង120ហិកតាហើយពេលដែលខ្ញុំធ្លាប់ទៅមើលរោងចក្រហ្នឹងគឺគេមាន2ដំណាក់កាលហើយឥឡូវហ្នឹងដំណាក់កាលទី3ហើយទៀតអញ្ចឹងទាំងកង់តូចទាំងកង់ធំគឺមានហើយឥឡូវឮបងអូនស្រីប្រាប់ថាទីទៀតមានកង់ធំលក់ទៀតចាបងអញ្ចឹងតើយើងជឿទុកចិត្តថា
យើងនឹងអាចលក់កង់ធំបានសម្រាប់អតិថិជនរបស់យើងតាមរបៀបអីគេ ភ្ញៀវគាត់នេះទេបងភ្ញៀវមកពីច្រើនគាត់រកសម្បកកង់នឹងហ្មង អូ ថាកង់តូចកង់ធំគឺភ្ញៀវគាត់មករកហ្មង បាទអញ្ចឹងឥឡូវនេះគឺចង់ខ្លាំងទាំងអស់ហ្មងមានន័យថាគ្រឿងចាក់ក៏ត្រូវ បាទត្រូវប្រេងក៏ត្រូវ បាទព្រោះដោយសារតាមពិតអតិថិជនខាងគ្រឿងចាក់ហ្នឹងគាត់ក៏មានឡានធំសម្រាប់ប្រើដែរ គាត់ប្រើ អញ្ចឹងដឹងថារុញទៅឲ្យគាត់ប្រើគាត់ក៏មិនសមចៃយើងក៏បានចំណេញហើយគាត់ក៏ចំណេញបាទអញ្ចឹងចំណេញទាំងអស់គ្នាហើយសេដ្ឋកិច្ចជាតិខ្មែររបស់យើងក៏ចំណេញដូចគ្នាផងដែរ គ្រប់ផលខ្មែរផង ដោយសារតែផ្ដោតតែរឿងគ្រឿងចាក់កង់ធំហើយឥឡូវហ្នឹងគឺមានថាមានកង់តូចទៀត ចង់ទូច ហើយតើអាចនឹងតិចទៀតទៅអាចនឹងមានសេវាកម្មអីខ្លះទៀតបន្ថែមអត់ទេ ខាងសម្បកកង់វិញក៏យើងមានបន្ថែមជាមួយនឹងការបដូរប្រេងរថយន្តតូចដែរបង អូអញ្ចឹងយើងតិចទៀតយើងនឹងមានបន្ថែមទៅលើសេវាកម្មផ្លាស់ប្ដូរប្រេងម៉ាស៊ីនការគ្រប់គ្រងហ្នឹងគឺខ្លាំងហើយអញ្ចឹងក្នុងឱកាសដែលយើងចាប់ដៃគូទៅលើទាំងកង់តូចកង់ធំហើយក៏ដូចជាការផ្លាស់ប្ដូរប្រេងម៉ាស៊ីនសម្រាប់រថយន្តទូទៅមានអីពិសេសសម្រាប់អតិថិជនដែលគាត់គ្រប់គ្រងជាពិសេសអ្នកនៅខេត្តពោធិ៍សាត់ផ្ទាល់ ចាបងយើងក៏មានកម្មវិធីពិសេសដែរសម្រាប់ថ្ងៃ 14 15 ខែមិថុនាហ្នឹងបងដូរកង់សម្បកកង់4គ្រាប់ free ប្រេងម៉ាស៊ីន អូបាទអាចលាក់ទឹកលាក់ខ្លះសិនអញ្ចឹងសម្រាប់បងប្អូនយើងដែលមានតម្រូវការឬក៏ឥឡូវនេះក៏អាចមកបានហើយ ចាបង អាចមកទទួលសេវាកម្មយ៉ាងសម្បូរបែបពីបងប្អូនស្រីបាន ចា បាទហើយបន្តមកទៀតថ្ងៃទី14ថ្ងៃទី15បាទខែមិថុនាឆ្នាំ2025មកទទួលនៅសេវាកម្មនិងទទួលបានការផ្ដល់ជូនពិសេសជាច្រើនផងដែរ ប្រេងហើយនឹងសម្បកកង់ បាទអញ្ចឹងជាចុងក្រោយមានពាក្យពេចន៍ឯផ្ដាំផ្ញើទៅកាន់បងប្អូនយើងដែលគ្រប់គ្រងទេ ចាបងខ្ញុំមានតែពាក្យថាអរគុណបងអរគុណដែលគាត់ជឿទុកចិត្តលើសម្បកកង់សៃលុនហើយនឹងប្រេងពេតូណា បាទ ចាបង ហើយអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលមានតម្រូវការសម្រាប់កង់ដែលផលិតនៅកម្ពុជាអត់ពិបាករកទេបាទមិនពិបាកទៅខាងកំពង់ឆ្នាំងឬក៏ទៅខាងបាត់ដំបងទេនៅពោធិ៍សាត់នេះគឺអាចមកបានដេប៉ូគ្រីពុតប៉ូលីនបង បាទសម្រាប់អាស័យដ្ឋានយើងរកនៅណាដែរ សម្រាប់អាស័យដ្ឋានបងជីពីផ្លូវជាតិលេខ5ចាស់របស់យើងមកដល់ទល់មុខកង់រាជវុធខេត្តពោធិ៍សាត់ហ្នឹងហ្មងបង បាទអញ្ចឹងជាថ្មីម្ដងទៀតបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់ការគ្រប់គ្រងរបស់បងប្អូនទាំងគ្នាគឺជួយជំរុញមានចរន្តសេដ្ឋកិច្ចទាំងមូលតែម្ដងសម្រាប់ប្រទេសជាតិរបស់យើងមិនថាបងប្អូនក៏ប្រើទៅចំណេញបងស្រីក៏អាជីវកម្មក៏រីកចម្រើនហើយបងប្អូនដែលដាំកស៊ូនោះក៏មានតម្លៃកស៊ូហ្នឹងកាន់តែខ្លាំងហើយបងប្អូនយើងក៏មានន័យថាមានឱកាសការងារហ្នឹងកាន់តែច្រើនអញ្ចឹងចរន្តហ្នឹងគឺជួយសេដ្ឋកិច្ចជាតិយើងខ្លាំងមែនតើអញ្ចឹងកុំភ្លេចគ្រប់គ្រងបាទដេប៉ូគ្រីពុតប៉ូលីនបាទខេត្តពោធិ៍សាត់ដែលជាដេប៉ូលក់សបកកង់សៃឡុនក៏ដូចជាប្រេងរំអិលលំដាប់ថ្នាក់ពិភពលោកខេត្តត្រូណាអញ្ចឹងអរគុណបងស្រីខ្លាំងមែនតើហើយជូនពរឲ្យអាជីវកម្មកាន់តែរីកចម្រើនហើយថ្ងៃ14ថ្ងៃ15ហ្នឹងគឺមានអតិថិជនចូលមកកាន់តែច្រើនបាទហើយកុំភ្លេចជួបគ្នាថ្ងៃទី14ថ្ងៃទី15ខែមិថុនាបាទខែមិថុនាឆ្នាំ2025នៅដេប៉ូគ្រីពុតប៉ូលីនដេប៉ូលក់សបកកង់សៃឡុននិងផេត្រាណានៅខេត្តពោធិ៍សាត់ផ្ទាល់បាទអញ្ចឹងជាចុងក្រោយអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមគ្រប់ជូនពរបងប្អូនទាំងគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អជាពិសេសបាទអតិថិជនរបស់ដេប៉ូគ្រីពុតប៉ូលីនដេប៉ូលក់សបកកង់សៃឡុននិងផេត្រាណាសូមទទួលបាននៅសុខភាពល្អនិងរកស៊ីមានបានទាំងអស់គ្នាបាទពីខ្ញុំនិងក្រុមការងាររបស់ Kemo Auto សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ